Rồi phim xuống mang baoថ្ងៃមកមើលចូលរួមកម្មវិធីរបស់ជនជាតិ Irish ហ្នឹងហើយហើយក៏មានមាត់ទន្លេមាត់អីជុំវិញហ្នឹងចឹងទៅក៏មកមើលទន្លេមើលអីចឹងទៅឃើញទន្លេទឹកឡើងចឹងនឹកឃើញស្រុកខ្មែរទៀតហ្នឹងម៉ែបងប្អូននឹកស្រុកខ្មែរទៀតដឹងនាងការបានទៅទេហើយនេះកម្មវិធីគេនេះកម្មវិធីរបស់ Irish គេមានផ្សព្វផ្សាយលើកប៊ូតលើកអីផ្សព្វផ្សាយផលិតផលនិងមានការរំច្រៀងអីតិចតួចណាបងប្អូនមកមកឃើញប៊ូតទេប៊ូតផ្សព្វផ្សាយពាណិជ្ជកម្មហ្នឹងផ្សព្វផ្សាយពាណិជ្ជកម្មលក់ផលិតផលរបស់គេហ្នឹងណាហើយក៏មានអញ្ជើញជាក្រុមរំច្រៀងរបស់ Irish បាយមក perform មកធ្វើកម្មវិធីចឹងទៅដើម្បីកំដរការផ្សព្វផ្សាយចឹងទៅធម្មតាតែផ្សព្វផ្សាយដល់មុខណាគេមកចូលរួមមើលតមានរំច្រៀងតិចតួចចឹងទៅកម្មវិធីចេញតិចតួចចឹងទៅបានគេមកមើលមកអីចឹងណានៅ weekend នោះថ្ងៃឈប់សម្រាកនោះណាខ្ញុំនឹកឃើញមើលឃើញតលេនេះនឹកឃើញនៅស្រុកខ្មែរយើងហាមានអុសមានអីតែពេញទឹកច្រាណាឡកគេហៅដើមឈើងាប់អីមកប៉ុណ្ណាណីស្រុកខ្មែរយើងកាលខ្ញុំឃើញអញ្ចឹងនឹកឃើញនៅកាលនៅក្មេងៗហ្នឹងម៉ែបងប្អូនជិះទូកដើររើសអុសរើសអីពីអ្នកអ៊ំអញ្ចឹងណាហើយសម័យនោះទឹកឡើងទឹកអីហ្នឹងនេះក្រុមផ្ទះសិតទឹកដូចនៅកណ្ដាលមហាសាគរអញ្ចឹងហើយដល់ឥឡូវសម័យនេះគេចាក់ដីចាក់អីអស់ហើយបាទទឹកឡើងទឹកអីដូចនៅកណ្ដាលកោះអញ្ចឹងស្រុកខ្ញុំខាងព្រៃវែងហ្នឹងហើយសម័យនោះមានអីខ្ញុំខែទឹកខែឡើងអញ្ចឹងតម្លើងអញ្ចឹងក៏រើសអុសរើសអីអញ្ចឹងទៅដើរអ៊ំទូកអ៊ំអីពីនេះអ៊ំដើររើសអុសតាមដែកតាមទឹកអីចឹងណាប៉ុន្តែនេះអូច្រើនមានណាគេរើសអីម៉ែបងប្អូនមានដើរតាមសមាជីវូចឹងទៅឥឡូវខ្ញុំដើរទៅមើលកម្មវិធីនៅវិញហើយនឹកឃើញអូនដែកចឹងចេះនឹកឃើញគេហៅអតីតកាលហ្នឹងម៉ែបងប្អូនអតីតកាលរបស់យើងកាលនៅក្មេងៗអ៊ំទូករើសអុសឬអីចឹងណាហើយដល់អញ្ចឹងក៏ឆ្លៀតមកមើលចឹងទៅនឹកឃើញអតីតកាលរបស់យើងក៏វាមិនកំសត់អីដូចចាស់ពីដើមសម័យសង្គ្រាមទេគាត់ថាយើងចេះនឹកឃើញអតីតភាពរបស់យើងនៅក្មេងៗអញ្ចឹងណាហ្នឹងហើយនេះកម្មវិធីគេម៉ែបងប្អូនមិនសូវមានមនុស្សទេ